ដូចជាគ្រូទីអីចឹងប៉ាំងស្មាមវិញ្ញាសាគណិតពេល2025ចឹងប៉ុកđangតែម្ដងចាហងៃគឺខ្ញុំចង់ឈូសក់ដោយសារតែជីវៈហ្នឹងនិយាយទៅគឺមួយថ្ងៃគឺឆេះក្បាលដោយសារតែក៏មករបៀបថាអាសាច្រើនគេអត់ទាំងឲ្យទាំងធ្វើគឺយើងទៅធ្វើហ្នឹងគឺអត់ទេគឺយកនេះមកកិតប្តីប្រាថ្នាដាក់គ្នាប្រាថ្នាចង់បាត់អេហ្នឹងគឺនៅស្ទើពេកគាត់អូនរំលងទៅលើមុខវិជ្ជានេះខ្លាំងមែនតើដោយសារអីគឺវាជាបន្ទុក free ដោយសារតែខ្ញុំទទួលបានការគាំទ្រច្រើនខ្លាំងមែនតើពីអូនបាក់ដូប៉ាដោយសារតែខ្ញុំធ្លាប់ចែកម្លែកតាម TikTok ប៉ុន្តែវាជាទម្រង់ short form មែនចឹងគឺវាដាច់ភាគខ្លាំងមែនតើចឹងដើម្បីបង្កើតជាភាពងាយស្រួលដល់អនាគតតែគឺខ្ញុំនឹងបង្កើតវីដេអូដ៏វែង live មួយនេះប្រាប់ពីរបៀបក៏ដូចជា tip នៃការហ៊ានរបស់ខ្ញុំកន្លងពេលបាក់ដប់ដើម្បីទទួលយកនីតិអេចឹងចំពោះមុខវិជ្ជាទី1នោះគឺមុខវិជ្ជាភាសាខ្មែរខ្ញុំអាចនិយាយបានថាសិស្សវិទ្យាសាស្ត្រភាគច្រើនណាគឺគាត់អត់សូវចូលចិត្តមុខវិជ្ជាតែសេចក្តីប្រហែលទេគឺគាត់ភាគច្រើនចូលចិត្តអក្សរនិលេខដោះស្រាយលំហាត់ជាដើមដោយសារអីគឺខ្ញុំសិស្សវិទ្យាសាស្ត្រគឺខ្ញុំយកអារម្មណ៍ហ្នឹងប៉ុន្តែទោះអ្នកគ្នាស្អប់មកក៏ត្រូវតែខំប្រឹងលើវាដែរចំពោះមុខវិជ្ជាតែសេចក្តីនេះមួយនិយាយទៅគឺតាំងទី9រហូតដល់ទី11គឺខ្ញុំប្រឡេកដៃចោលខ្លាំងមែនតើគឺខ្ញុំអត់ដែរទៅរៀនហើយក៏ខ្ញុំអត់ដែរទៅរៀនគួរដែរហើយសួរថាអក្សរសិល្ប៍ខ្ញុំច្រើនគឺអត់សូវចេះប្រហែលទេអូខេចូលមកដល់ប្រធានបទយើងវិញគឺធ្វើម៉េចខ្ញុំអាចយកនីតិអេបានទៅលើមុខវិជ្ជាតែសេចក្តីនឹងបានចឹងដំបូងគេមកអស់គឺមានអីច្រើនដែរគឺខ្ញុំចាប់ផ្ដើមកែខ្លួនគឺខ្ញុំទៅរៀនគួរដោយសារតែខ្ញុំគឺខ្សោយគ្រឹះហើយចឹងតែខ្ញុំអត់ទៅរៀនគួរទេគឺអត់ចេះអីទេចឹងក៏ខ្ញុំស្រេចចិត្តថាទៅរៀនគួរទៅហើយខ្ញុំគិតថាខ្ញុំចូលយឺតចូលក្រោយគេអាចនឹងដើរអត់ទាន់គេប៉ុន្តែគឺគិតខុសហើយនិយាយទៅគឺចូលរៀនពេលណាក៏អត់ដែរយឺតពេលទេអាណាគ្នាចូលហើយពេលដែលខ្ញុំចូលរៀនហ្នឹងគឺខ្ញុំទៅរៀនធម្មតាស្ដាប់គ្រូនិយាយទៅគឺសំខាន់គឺខ្ញុំទៅរៀនទៀងទាត់ខ្លាំងមែនតើគឺខ្ញុំអត់ដែររៀនឈប់ពេកដោយសារតែការរៀនគួរហ្នឹងគឺគាត់មានបរិញ្ញាតែសេចក្តីក៏ដូចជានិយាយពីអក្សរសិល្ប៍អីចឹងតែខ្ញុំតែដាច់ភាគគឺខ្ញុំទៅហើយគឺខ្ញុំអត់ចេះហ្មងចឹងគឺខ្ញុំធ្វើមិនត្រូវតែទៅរៀនឲ្យទៀងទៅពេលឈប់ទី2គឺខ្ញុំបុកតែសេចក្តីខ្លាំងមែនតើនិយាយទៅគឺខ្ញុំបុកទៅលើការអានអក្សរសិល្ប៍ហ្នឹងគឺខ្ញុំនៅផ្ទះគឺខ្ញុំតនេគឺខ្ញុំអានរាល់ផកហ្មងនិយាយទៅគឺមានច្រើនប្រភេទអក្សរសិល្ប៍ខ្លាំងមែនតើមានទាំងពុទ្ធនិយមព្រាហ្មណ៍និយមខេមរៈនិយមនិយាយទៅគឺមានគ្រប់សពរសជាតិគ្រប់បែបគ្រប់រសជាតិហ្មងខ្ញុំអត់និយាយលេងសើចពេលហ្នឹងគឺខ្ញុំចំណាយពេលអានខ្លាំងមែនតើគឺខ្ញុំមិនធំអានអាការសង្ខេបព្រោះគឺខ្ញុំអានដល់ឈ្មោះតួអង្គតម្លៃអប់រំនិយាយទៅគឺខ្ញុំមានតំណានគឺអានទាំងអស់ខ្ញុំអានមិនមែនមកជុំណាគឺខ្ញុំអាន2ជុំនិយាយទៅពេលខ្លះអារឿងខ្លះដោយសារតែអាចចាប់អត់ស្បានគឺខ្ញុំអានរហូតដល់3ជុំនិយាយទៅគឺខ្ញុំអានដល់ចាំសាច់រឿងអានដល់ចាំឈ្មោះតួអង្គដោយសារយើងដឹងតែសេចក្តីតែយើងដាក់ឈ្មោះខុសមួយនឹងសាច់រឿងខុសគឺ0ហើយគិតថាខ្ញុំអានអក្សរសិល្ប៍សំខាន់ទាំងអស់នឹងចប់ហើយត្រូវអត់គឺអត់ទេគឺខ្ញុំនៅស្ដាប់ channel របស់លោកគ្រូខ្មែរ Writing បន្ថែមមកដើម្បីជំនួយដល់ការចងចាំរបស់ខ្ញុំពួកអីយើងដឹងស្រាប់ថាបាក់ដប់គឺយើងមិនមែន focus ទៅលើវិជ្ជាមួយគឺយើង focus ច្រើនខ្លាំងមែនតើអញ្ចឹងហើយគឺអាវាច្បោកច្បល់ខ្លាំងមែនតើអញ្ចឹងដើម្បីជាជំនួយធ្វើឲ្យខ្ញុំចងចាំនៅសាច់រឿងក៏ដូចជាតួអង្គកាន់តែច្បាស់គឺខ្ញុំស្ដាប់ channel របស់លោកគ្រូខ្មែរ Writing បន្ថែមចំពោះតែសេចក្តីអ្នកគ្នាត្រូវតែឆ្អិននៅគម្រោងតែនៃប្រភេទតែសេចក្តីនីមួយមិនថាប្រយោគភាសាប្រៀបធៀបគឺត្រូវតែចេះទាំង3ពួកអីទោះគេចេញប្រយោគច្រើនមិនក៏ដោយក៏យើងត្រូវតែធៀមអា2ទៀតអាភាសានឹងប្រៀបធៀបដែរដើម្បីឲ្យខ្លួនឯងមានទំនុកចិត្តឲ្យពេលប្រឡងគឺគេចេញមកក៏យើងនៅតែចេះដែរអ្នកគ្នាហ៊ានមកដល់ឥឡូវប្រកាសជាដឹងហើយគម្រោងរបស់តែសេចក្តីចែកចេញជា3ផ្នែកធំគឺផ្ដើមសេចក្តីតួសេចក្តីនិងសេចក្តីបញ្ចប់ហើយចំពោះប្រធានប្រយោគអីឧទាហរណ៍ថាផ្ដើមសេចក្តីយើងវាមានលំនាំចំណូលចំណោទតួសេចក្តីអីវាមានឃ្លាភ្ជាប់ប្រយោគពាក្យកលឺប្រយោគនៃប្រធានបំណកស្រាយនិយាយទៅគឺអ្នកគ្នាត្រូវតែចាំទាំងអស់និយាយទៅគឺគម្រោងតែសេចក្តីហ្នឹងគឺសំខាន់ខ្លាំងមែនតើពួកអីកាលណាអ្នកគ្នាទៅសេបាត់នៅចំណុចណាមួយគឺអ្នកគ្នានឹងអូតូកាត់បន្ទុកយកមកជាពិសេសនៅពេលអ្នកគ្នាទៅសេតែសេចក្តីធ្វើមិនអានប្រធានបាន2ម្ដងធ្វើមិនអានឲ្យយល់ហើយក្តៅក្តាប់នៅអ្វីដែលគេចង់បានណាពួកអីដូចប្រធានប្រយោគហ្នឹងគឺវាមានច្រើនប្រភេទខ្លាំងមែនតើវាមានប្រធានបែបទស្សនាអក្សរសិល្ប៍បែបសុភាសិតចង់គឺច្រើនខ្លាំងមែនតើអញ្ចឹងយើងត្រូវតែក្តៅក្តាប់នៅអ្វីដែលគេចង់បានចឹងគេប្រកបវិជ្ជាយើងធ្វើអីគឺធ្វើទៅតាមនឹងទៅគឺអត់ចេះខុសទេប៉ុន្តែក៏មករបៀបថាអាសាច្រើនគេអត់ទាំងឲ្យទាំងធ្វើគឺយើងទៅធ្វើនឹងគឺអត់ទេគឺខាតខាងមែនតើជាពិសេសគឺអាកន្លែងឧទាហរណ៍ហ្នឹងមករបៀបថាគេឲ្យឧទាហរណ៍ទៅលើអក្សរសិល្ប៍ខេមរៈនិយមគឺយើងទៅលើអក្សរសិល្ប៍ព្រាហ្មណ៍និយមពុទ្ធនិយមអីដាក់មកអត់ទៅប្រយោជន៍សំខាន់គឺគេចង់បានខេមរៈនិយមគឺយើងទៅសេខេមរៈនិយមឲ្យគេមកនិយាយទៅ tip ដែល work សម្រាប់ខ្ញុំខ្លាំងជាងគេនោះគឺជាការចេះបែក material ឬក៏គេហៅ brainstorm ហ្នឹងនិយាយទៅគឺ tip នេះគឺជួយខ្ញុំច្រើនខ្លាំងមែនតើនៅពេលដែលខ្ញុំប្រឡងគឺអ្នកខ្លះមើលបាននេះគឺជាប្រធានបទមួយហើយនេះគឺជាការបំបែកនៅចំណុចសំខាន់និយាយទៅគឺខ្លីខ្លឹមខ្លាំងមែនតើប៉ុន្តែវាប្រៀបបានទៅនឹងគ្រូមួយដើម្បីអ្នកខ្លះថាទៅមុខទៅដើមមិនចាចូលដល់មុខវិជ្ជាទី2នោះគឺមុខវិជ្ជាកណ្ដាលដែលជាមុខវិជ្ជាដែលមានបន្ទុកច្រើនជាងគេចឹងតែប្រហែលគឺបាត់តែហើយកណ្ដាលគឺខ្ញុំទទួលធម្មតានីតិសេនិយាយទៅគឺខ្ញុំមានវិបដិសេរីខ្លាំងមែនតើមកដោយសារតែខ្ញុំបកកាយកំហុសច្រើនខ្លាំងមែនតើហើយដោយសារតែខ្ញុំបកកាយកំហុសចឹងគឺខ្ញុំអត់ចង់អ្នកគ្នាដូចខ្ញុំទេចឹងគឺចំពោះការហ៊ានកណ្ដាលគឺខ្ញុំហ៊ានដូចគេដូចឯងចឹងប៉ុន្តែអ្វីដែលខ្ញុំធ្វើបំផុតនោះគឺខ្ញុំខ្ជិះជាពេលវេលាអត់ប្រយោជន៍ទៅលើវិញ្ញាសាចាស់យ៉ាអ្នកគ្នាស្ដាប់អត់ខ້ອຍដោយសារតែខ្ញុំធ្វើវិញ្ញាសានិយាយទៅវិញ្ញាសាឆ្នាំចាស់គឺខ្ញុំធ្វើឡើងច្រើនជុំរហូតដល់
ឡើង6ជុំអាពេលហ៊ានគួរក៏ធ្វើអាពេលនៅផ្ទះក៏ធ្វើខ្លួនឯងនិយាយទៅគឺធ្វើឡើងសក់អស់ធ្វើឡើងចាំចម្លើយហ្មងណាប៉ុន្តែអ្វីដែលជាចោះជាបញ្ហានោះគឺខ្ញុំអានខ្លួនឯងដូចជាគ្រូទីអីចឹងប៉ាន់ស្មានវិញ្ញាសាគណិតតាំងពី2014រហូតដល់2024ហ្នឹងមើលទៅវាប្រហាក់ប្រហែលគ្នាស្តៀងគ្នាអត់សូវមានអីប្លែកប្រហែលទេដល់ពេល2025ចេញប៉ុកដាំងតែម្ដងចាចឹងខ្ញុំគ្រាន់តែចង់ប្រាប់អ្នកគ្នាថាវិញ្ញាសាចាស់នឹងក៏ធ្វើហើយក៏គួរចំណាយពេលវេលាទៅលើលំហាត់ថ្មីដូចជាលំហាត់តូចលំហាត់ធំលំហាត់ប្លែកនិយាយទៅគឺលំហាត់ទាំងអស់គឺត្រូវតែចេះធ្វើដើម្បីឲ្យខ្លួនឯងហ្នឹងដោះនៅអង្គទីកក៏ដូចជាភាពស្អាតដើម្បីយកទៅប្លនៅថ្ងៃបាក់ដប់ខាងមុខកុំឲ្យខ្លួនឯងភ័យអញ្ចឹងទៅហើយកុំមានផ្លាត់គំនិតដូចខ្ញុំមករបៀបថាប្រទេសមានសង្គ្រាមមានវិបត្តិចេះចោលដោយសារអីដូចកូវីដអីចឹងអូក្រសួងនឹងចេញសួរគឺអត់ទេគឺយើងអាចមើលដឹងចិត្តក្រសួងថាគាត់នឹងចេញមិនអីមិនទេនិយាយទៅក្រសួងគឺចេះខ្លាំងមែនគឺគាត់ឆ្លាតខ្លាំងមែនគឺគាត់ដាក់មិនឲ្យសិស្សជួយប៉ុន្តែគឺមានអាចចំណុចមួយដែលធ្វើឲ្យយើងផ្លាត់អត់បាននិទេសអេហ្នឹងនិយាយទៅគឺខ្លាំងក្រសួងខ្លាំងមែនតើចង់ចំពោះកណិតគឺខូចលំហាត់ទាំងអស់កុំមើលរំលងឲ្យសោះហើយក៏កុំមើលងាយដែរព្រោះអីតែប្រហែសគឺផ្លាត់តែហើយកំហុសទី3ដែលខ្ញុំនិយាយថាឈួតខ្លាំងមែនតើនោះគឺជាការគ្រប់គ្រងពេលវេលារបស់ខ្ញុំនិយាយទៅមុនពេលប្រឡងគឺខ្ញុំតែហើយរបៀបថាបើសិនជាខ្ញុំផលលបឿនប៉ុណ្ណឹងតើខ្ញុំអាចសល់ពេលប្រហែលដើម្បីផ្ទៀងទាត់ចម្លើយអីចឹងនិយាយទៅគឺខ្ញុំធ្វើលបឿនល្មមមិនលឿនហើយក៏មិនយឺតប៉ុន្តែគឺសល់ពេលរហូតដល់1ម៉ោងកន្លះម៉ោងដើម្បីផ្ទៀងចម្លើយប៉ុន្តែនៅពេលដែលខ្ញុំយកមកអនុវត្តនៅបាក់ដប់គឺខូចពេលខ្លាំងមែនតើទៅគឺខ្ញុំសឹងតែធ្វើអត់ទាន់ណាចឹងខ្ញុំសង្ឃឹមថាបទពិសោធន៍មួយនេះគឺអាចទៅរៀនអ្នកគ្នាបានខ្លះកុំឲ្យធ្វើដូចខ្ញុំអីព្រោះអារម្មណ៍ដែលយើងធ្វើលំហាត់នៅផ្ទះគឺវាខុសឆ្ងាយដាច់ពីអារម្មណ៍ដែលយើងធ្វើលំហាត់នៅមណ្ឌលប្រឡងហ្មងចឹងគឺខ្ញុំសង្ឃឹមអ្នកគ្នាអាចចេះគ្រប់គ្រងពេលវេលាខ្លួនឯងគឺស្ទាត់បូករហ័សស្មើជាប់មួយវិញទៀតត្រូវតែស្ទាត់នៅអនុគមដែលស្អីអនុគមគឺបន្ទុកច្រើនខ្លាំងមែនតើហើយដូចឆ្នាំមុនអីគឺផាត់ចកាសច្រើនអ្នកខ្លាំងមែនតើហើយខ្ញុំក៏មាននៅក្នុងចំណែកនឹងដែរនិយាយទៅគឺអនុគមគឺខ្ញុំសឹងតែខុសតាំងអាដើមទីហ្មងនិយាយទៅគឺអត់ទេវាកន្លងហួសហើយប៉ុន្តែគឺខ្ញុំគ្រាន់តែចង់ប្រាប់អ្នកគ្នាថាអនុគមត្រូវរៀនឲ្យស្ទាត់ត្រូវរៀនឲ្យជំនាញតែគេថាមិនថាតែសម្រាប់ខ្ញុំមករូបវិទ្យាគឺជាមុខវិជ្ជាមួយដែលស្រួលយកបន្ទុកខ្លាំងមែនតើហ្មងណាចឹងយកទៅលើមុខវិជ្ជារូបគឺអត់ចោលជាមួយនឹងលំហាត់បូកជាមួយនឹងសំណួរនិយាយទៅពីរហ្នឹងគឺសំខាន់ខ្លាំងមែនតើចោលមួយណាគឺអត់បានទេរូបវិទ្យាស្រួលបើសិនជាអ្នកគ្នាចាំរូបមន្តអស់ហើយវិធីដែលខ្ញុំចាំរូបមន្តអស់បានគឺខ្ញុំចាំនៅរូបមន្តគោលនិយាយទៅការចាំរូបមន្តគោលនេះគឺសំខាន់ហើយជួយខ្ញុំច្រើនខ្លាំងមែនតើរូបវិទ្យាពេលខ្លះគឺគេសួរត្រឡប់ទៅលើសមត្ថកម្មច្រើនខ្លាំងមែនតើអញ្ចឹងដើម្បីឲ្យខ្ញុំចាំរូបមន្តមួយនឹងច្បាស់លាស់ហើយអត់ងាយវែងវែងគឺខ្ញុំចាំរូបមន្តគោលនឹងហើយបន្ទាប់មកគឺរៀនបោះអញ្ចឹងនៅពេលដែលយើងរៀនបោះអញ្ចឹងគេសួរមិនក៏យើងអាចធ្វើទៅតាមអ្វីដែលគេរកនឹងបានដែរអូហើយវិធីមួយទៀតដែលធ្វើឲ្យខ្ញុំចាំរូបមន្តរូបនៅមេរៀនទាំងអស់ណារបៀបដែលខ្ញុំធ្វើគឺនៅពេលដែលខ្ញុំចប់មេរៀននឹងមកពឹបគឺខ្ញុំនឹងស្រង់ក៏ដូចជាសង្ខេបទៅនឹងរូបមន្តដែលខ្ញុំធ្លាប់រៀនប្រមាណនៅក្នុងមេរៀនណាទៅដាក់នៅក្រដាសថ្មីនិយាយទៅគឺខ្ញុំសង្ខេបនឹងរបៀបថានៅក្នុងខួរខ្ញុំមានអីគឺខ្ញុំទៅសេតាមនឹងហើយបើសល់អីអ្វីដែលខ្ញុំអត់ចាំគឺខ្ញុំទៅបើកក្រដាសមើលរបៀបថាអញ្ចឹងណានិយាយទៅគឺខ្ញុំសង្ខេបអញ្ចឹងតាមនៅអ្វីដែលខ្ញុំចងចាំតាមមេរៀននីមួយដូចគ្នាអញ្ចឹងប៉ុន្តែឧទាហរណ៍មេរៀន3ចូលគ្នាថ្ងៃណាអារម្មណ៍ល្អអញ្ចឹងគឺខ្ញុំអាចសង្ខេបនឹង3ចូលគ្នាក៏លុកចូលគ្នាដើម្បីឲ្យខ្ញុំកាន់តែចងចាំជាងមុនណាចំពោះការធ្វើលំហាត់គឺងាយទេសម្រាប់ខ្ញុំគឺខ្ញុំអានប្រធានមកចប់សិនដើម្បីដឹងថាអានោះនៅក្នុងមេរៀនណាបន្ទាប់មកគឺខ្ញុំទៅ scan នៅសមិទ្ធកម្មដែលគេឲ្យនឹងទៅដាក់នៅក្នុងกระดาษថ្មីហើយបន្ទាប់មកបាទខ្ញុំធ្វើនៅអ្វីដែលគេសួរហើយចំពោះលំហាត់រូបគឺខ្ញុំដូចជាអត់ភ័យគេជាមួយនឹងការធ្វើលំហាត់បញ្ចប់ចំពោះបញ្ចប់មេរៀនណានិយាយទៅលំហាត់ទាំងប្រហែលគឺខ្ញុំធ្វើតែទាំងអស់ហ្នឹងអ្នកគ្នាមានដឹងថាការគិតលេខនៅក្នុងរូបវិទ្យាគឺសំខាន់ខ្លាំងមែនតើអញ្ចឹងតែការអ្នកគ្នារំពឹងទៅលើការចូលកាន់តែច្រើនណាគឺអាសមត្ថភាពនៃការគិតរបស់អ្នកគ្នាក៏ថយចុះទៅតាមនឹងដែរបើចង់ឲ្យខ្លួនឯងល្អត្រូវនិយាយថាទេចំពោះម៉ាស៊ីនគិតលេខចឹងខ្ញុំសង្ឃឹមអ្នកគ្នាអាចបកបង់ទម្លាប់អាក្រក់នេះចោលពួកអីពេលបាក់ដោះគឺគេមិនអនុញ្ញាតអ្នកគ្នាយកម៉ាស៊ីនគិតលេខចូលអីចឹងគឺត្រូវតែទីពឹងខ្លួនឯងអញ្ចឹងគឺធ្វើមិនព្យាយាមវឹកហាត់យកនេះមកគិតមិនមែនយកនេះមកគិតទេអូខេចូលមកដល់វគ្គបងធំដែលសិស្សវិទ្យាសាស្ត្រភាគច្រើនគឺគាត់អូសរំលងខ្លាំងមែនទែនទៅលើសំណួររូបពួកអីតាមបទពិសោធន៍ខ្ញុំផ្ទាល់សំណួររូបគឺពិបាកខ្លាំងមែនទែនពិបាកជាងជីវៈពិបាកជាងប្រវត្តិទេពួកអីគឺវាសិទ្ធិបាតុភូតអាហ្នឹងគឺទៀមទាឲ្យយើងយកមានខ្លាំងមែនទែនហើយខ្ញុំមកចូលមកខ្ញុំធ្វើមិនទៅចម្លើយងាយនោះគឺនិយាយអាចាំមកនិយាយទៅដោយសារតែខ្ញុំអស់វិធីនិយាយទៅចំពោះរូបមួយអាសំណួរគឺខ្ញុំធ្វើមិនព្យាយាមស្ដាប់គ្រូក៏ខ្ញុំស្ដាប់ឲ្យយល់ដែរនិយាយទៅគឺគ្រូខ្ញុំបញ្យល់ detail ខ្លាំងមែនទែននៅមករត់ប៉ុន្តែគឺខ្ញុំចាប់អត់បានសោះគឺអត់ដឹងមិនចឹងមានតែប្រើក្បាច់ចុងក្រោយហ្នឹងមិនក៏មិនទៅប៉ុន្តែគឺវា
ai chặt tóc tha sầm nạc đây phụ ấy sầm nùa để nhung tinh phong má nó cứ chơi nước bạn độc tầng cứ nhung chơi thua tầng pi vậy tới cứ nhung mua tầng nạp theo chụp con này khang mình tè ok chụp mua sầm nùa rụp họ đây cứ nhung ăn tinh bị đam sam tê cứ nhung tinh chọn nước pe để cho mình thì pi cứ nhung chặt đam tinh pe nó hay không một ngày ấy cứ nhung tinh ai ban tà pi sầm nùa rồi cặp bay sầm nùaอย่างtinh để sao ấy cứ bờ bạc khang mình tè không cào trăm nước sầm nùa mùi muối trong cứ với si pe khang mình tè để sao tà can tinhนั่นคือchỉ can tinh trămว่าtrong cứ nhung tiêm tiêm từ lờiคนanh trần tới cái trong chụp mua can tinh bỏ nhung cứ nhung tinh à thayให้bà nhung tôm đặc ăn trà mỗi cái này đại dương tinh à thay cứ cha nó cứ đăng tạp ô tô phanh mà rồi trong là bây challenge của ba bảo nhung cứ nhung tinh à thay cứ nhung tôm đặc cha chia hời một như tôi ưu họ được nhung ngày năng tinh sum nua thay đôi chịu bay sum nua ấy trong cứ nhung tôm đặc sum nua cha đại miên bom mà đọc sum nua cái đài một phơi sum nua cái đài cứ nhung tôm đặc cha thằng chúng bộ ai cái san tinh cứ nhung tinh bọc khủ rục bỏ nhau mà vậy tới cứ ai cái san nữa miền nào ngay vậy tới cứ sơ tán nữa dập phô bom khang khỏi tầng việc và chọn mây hiền và chọn chúng bộ tông phần mà nó cứ miên sum nua tầng trong sum nua tầng nó cứ khủ rục bỏ nhung còn độ xuống hai miên chùm lòi ấy xẹp trong cái cứ nhung tinh tạm nó ô tô mong hai chúng bộ sum nua rút đôi tao nhung trăm đôi chìa sam sập ổ xa sơ tới cứ ở sơi tròn phần mà tới vậy tới cứ ai tinh hiền bẻ cái đá sam ấy cứ an toàn chúng bộ một chơi tị bộ nó cứ chi về nhưng mà sẵn chi về còn đang thay đọc nữa sẵn chi vềได้เถอะแต่เป็นในเธอแต่คำบอกสังกัดจุดแล้วเนี่ยคือเชื่อบางยมแผลถ้าครูได้ไปเห็นรถบางยมห้องไงคือกอดได้ไปโยไม่เห็นเนี่ยให้ครูได้ไปเห็นกูยมห้องไงคือกอดไปโยลมหัดคือยมจัดจอยเป็นแต่คือยมเลยแต่เดี๋ยวตัวมันนี่เต้นละอ้อนมุกเชื่อชีวิตเนี่ยคือเชื่อแล้วเลยพอในหนึ่งโมกไก่จังอัดชื่อก็อัดขาได้คือแมนเตนยิ่งเต้คือยมอัดประดาคุณแต่น้องมาจัดแทนก็โดยเฉพาะอย่างห้าได้น้อยจงเป็นคุณยมครูไปเห็นก็ให้ก็อัดได้สำคัญคือยมปังแต่เลยคนไอ้แล้วคือยมส้มใหญ่แต่เลยสมนวนชีวิตที่ก็ได้ซาแต่ชามดีกว่าไพ่แผ่น้องกูจังสมนวนฉันครั้งมันแต่ให้ลมหัดไอ้จังแต่มวยจังคือยมกระแทกชามค่อยๆคือไอ้จังสมนวนฉันครั้งมันแต่จังคือหนักเนี่ยกูแต่ฟกคอยแต่เลยสมนวนเห็นฉันติchỉ thứ tớ muốn nhom tên sum nổi chi vẽ cứ nhom tayแต่ mơ YouTube บอลลูกคูทูพ่อไหนก็ซ่วงพ่อให้คือหมวยแคมโบเดียคืออยากให้ai cho từ một ban cứลูกคูcứลูกใบข้างมันแต่ให้กี่tớ cứ sắc sânแต่คบวิตาโอcứ nhom từ mơ là họ cứ quát phép đôi chiều bục thi pi bỏ nhom chẳng thì tớ cứ cam mơวิตาโอmuốn nông canตั้งcứวิจุนวยบ้านฉันข้างมันแต่บุ้ยcứ bữa sân chỉ dương ở đôi ấy hay dương tần tên mong á cứ bảy pri mong cứอยากให้สกอร์ไอจีให้เขาปะปะจำได้จังcứ nhom recommendอยากให้ตัวโยซันให้จำตันตันอย่างนั้นคือจะนั่งเปย์ครั้งมันแต่ให้ตันตึกคือพลอกโยมองอันนี้บ้านถ่ายการมูบิโตนั่นคือความตัดเชื่อจุ่มนวยยังประเชียบเนื้อปัวเหมือนบ้านข้าโชคหลงคัวตัวchỉยังอัดโยบ้าน100%ก็อย่างเขาเนี่ยคือยังตัวบ้านเนื้อไอ้ทำไมก็ยังต้องท่าอ้ออันนั้นช่วยจ้ะหกเฮียงจ้ะมุงจังถ้วยยังโยบ้านข้าได้hai tay nó pe để dương tính tới cứ dương chuột bịa năng từ đá chẳng cứ dương ai chặt ba tha o nó mùng chân khủ thọ bị đốn chân chơi bị bẹt qua mình chơi chẳng cứ dương tính tới cứ bị bật tẹt cả làng kia chẳng tới cứ dương chặt ban khang mình tèn thế là cho mà đó thiệp này can tính chi vẹt bỏ nhôm bật tay muốn là nhôm phèp bị thiệp bỏ nhôm mà nào theo thợ đang tha nhôm có cho chân tính chi vẹt đây bật tay thơ mình mà nhôm anh tính chi vẹt ba lò hô tự đo bị đam sam là hô tự đo trong trái cứ nhôm năng phèp nào kia nhớ nữ nhôm mà canแต่ thô mà cứ nhôm sơ khang mình tên chia sẻ sơของcan tên nó hay chạy non ấy chi vẹt năng cứ của bạn tính tới chẳng cứ do men chùm rồi bữa sân chỉ dương tha cho bạn ấy cứ thời tạm miên thạp biện lạc băng năng ngày trong vì thế đã ai cái thưa nhôm tinh bị đám sam là hồi tự đó trong sam đời chuột lốp khang mình tên ấy cứ chỉ ca bạc cao từ lọm tỉnh trong sườn núi xô mà tía ra thơ mấy mà nhôm ai bạc cao từ lọm tinh bàn trong nằm bay bạc cao từ lọm tinh bàn á cứ nào khi thời trai pe mặc hai từ bộ năng như tức là mặc hai từ bộ nó cứ sầm khăn khăn mình tên cứ vừa chịu mua than cứ đậm bay nào khi cho trần tên chi vẹt qua nhá mình than nào khi up cái đài vậy tức cứ chẳng hai nó còn nào khi chặt đam tên chi vẹt đan bữa sân chỉ khi chốt chơi nào mặc hai từ bộ năng bà can tên mặc hai nó bạc cao từ đài bữa sân tập pe bát từ bộ cứ nào khi thời ta chờ hợp pe về liền mua đài khi tên này lò ho ta nhôm chẳng cứ nhôm tay từ tên này buôn phật buôn bẩn lắm năng á vậy tới cứ để sải cứ nhung ngợp phép cứ em ấy thợ hàng chân cứ dùng tên chi vẹt một tờ hai chục cô can tên dục ngay phật pe na là mình lõ cứ say nào khi ta nào khi tên này pe na cứ vô pe năng tơ cứ viêm mà say từ lơ pe tệ mua tên mua là hai đại nhôm trời dục pe phật mình tên nhá đại sải cứ nhung tại dục ấy cứ nhung cái làng nguyệt đấy cứ nhung tơ mong cứ nhung mặt bàn tên chi vẹt chân cứ nhung vô can nha đại bà cứ thua môn kê thơ nô pe phật một buổi pe nó cứ chịu pe đại nhung min cầm làng pin bọcของca thua ca nghe bữa sân chịu nhung dọa nào bà mà thơ pe dục rồi phía đó cứ nhung là thợ đạch mồ chúng po mà khai từ bố chúng po sủng nô nè hiện tên trăm cả trăm ọt cả ọt vậy tới cứ ọt sầm khai này vậy đại sầm khai nó cứ nè khi do chơi chùm nè lơ khôn anhของca ngợp màu tên chi vẽ ca đó cái này nó đã chia chùm lại sầm khaiของca bạc caตัวหลบของการtên hai bữa sinh trường này ăn vật thịt đi hai mặc khai nơi tại khuyên quần anh showของการtên á miền nơi tha cái đây bật tha đã cái bật tha trong bát e nó cứ nó stir pe ok bữa to bị dương vật hạt sạch đôngของca bạc caตัวหลบnày can tên á ở lỡ cho một đo thép thơ mày đập bình tên chi vẽ chập trăm hay cùng ở chập lại
ចំពោះធៀបឲ្យឆាប់ចាំនោះគឺដំបូងអ្នកគ្នាត្រូវតែយល់មេរៀនសិនចំពោះខ្ញុំគឺខ្ញុំតែស្ដាប់មេរៀនតាមលោកគ្រូធូផលណាដើម្បីឲ្យខ្ញុំបញ្ជាព័ត៌មានបានខ្លះហើយបន្ទាប់មកគឺខ្ញុំប្រើការស្មើស្មៃអញ្ចឹងអ្នកគ្នាអាចដឹងហើយថានៅតាមសភៅនីមួយៗអ្នកគ្នាតែប្រកាសជាមានរូបភាពហើយមិនការស្មើស្មៃនេះមួយអ្នកគ្នាមិនបាច់ទៀមទាអ្នកវិទ្យាសាស្ត្រមានប៉ិនគឺមិនបាច់ខ្វល់អ្នកគ្នាស្មៃចេញមួយរូបភាពអាក្រក់មិនក្រោយអាមិនក្រោយគឺឲ្យតែអ្នកគ្នាឆាប់ចាំជាមួយនឹងសំណួរចម្លើយអ្នកគ្នាគឺអូខេហើយអូខេចូលមកដល់ចំណុចបន្ទាប់ធ្វើឲ្យកុំឲ្យឆាប់ភ្លេចអញ្ចឹងចំពោះធីបរបស់ខ្ញុំគឺជាការតែងអាថ្មីហើយទៅរំលឹកអាចារ្យពួកអីគឺដឹងថាជីវៈគឺសំណួរច្រើនខ្លាំងមែនតើអញ្ចឹងតែយើងតែតែងតែទៅមុខទៅអាក្រោយហ្នឹងក៏ចិត្តតែភ្លេចដែរអញ្ចឹងគឺធ្វើម៉េចអាមុខក៏តែងអាក្រោយក៏រំលឹកតែគ្នាឃើញខ្ញុំនិយាយសួរចោលតែធៀបពិតគឺពិបាកខ្លាំងមែនតើហងៃគឺខ្ញុំចង់ជ្រុះសក់ដោយសារតែជីវៈហើយនិយាយទៅគឺមួយថ្ងៃគឺឆេះក្បាលដោយសារតែសំណួរវានិយាយទៅគឺប៉ុន្តែធ្វើមិនគឺយើងតែមួយឆ្នាំហ្នឹងគឺផុតតែអញ្ចឹងគឺអ្នកគ្នាត្រូវតែស៊ូគឺខ្ញុំដឹងថាអ្នកគ្នាមកដល់ពេលនេះគឺលំបាកតែធ្វើមិនគឺដើម្បីនិទេសដើម្បីកិត្តិយសគ្រួសារអូអញ្ចឹងគឺអ្នកគ្នាត្រូវតែខំប្រឹងស៊ូអានេះគឺជាការតែងជីវៈរបស់ខ្ញុំមកឧទាហរណ៍នេះថ្ងៃថ្មីអញ្ចឹងថ្ងៃថ្មីហ្នឹងគឺខ្ញុំអាចតែងរហូតដល់6សំណួរអីចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំតែងសំណួរថ្មីហ្នឹងហើយគឺខ្ញុំទៅរំលឹកអាសំណួរចាស់ដែលខ្ញុំតែងម្សិលមិញតាំងប្រហែលដែលខ្ញុំមានទាំងអស់គឺខ្ញុំទៅរំលឹកទាំងអស់ហើយអ្នកគ្នាប្រកាសជាឆ្ងល់ថាឧទាហរណ៍ជីវៈខ្ញុំតែងអាថ្មីរហូតដល់អាចាស់ហ្នឹងសល់រហូតទៅដល់សំណួរចាស់100សំណួរអញ្ចឹងនៅក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំត្រូវតែងអាថ្មីហើយទៅរំលឹកអា100សំណួរទាំងអស់មែនយ៉ាហ្នឹងគឺអាស្រ័យទៅលើអ្នកគ្នាបើសិនជាអ្នកគ្នាមានពេលគឺអ្នកគ្នាអាចធ្វើអញ្ចឹងបានក៏ធ្វើទៅប៉ុន្តែចំពោះខ្ញុំដោយសារតែខ្ញុំតែងមកផឹក1ម៉ោងអីអញ្ចឹងគឺខ្ញុំតែងអាថ្មីហើយគឺខ្ញុំទៅរំលឹកអាចាស់មែនប៉ុន្តែរបៀបថាមួយថ្ងៃហ្នឹងគឺខ្ញុំតែងតែអាចាស់10សំណួរអីទៅហើយបន្ទាប់មកថ្ងៃទី2គឺអា10សំណួរហ្នឹងយ៉ាបាយហើយខ្ញុំទៅអា10សំណួរទី2បន្ទាប់ទៀតអូខេសំខាន់ណាស់អ្នកគ្នាយល់ចូលវាអាស្រ័យទៅលើពេលអ្នកគ្នាបើសិនជាអ្នកគ្នាមានពេលច្រើនយ៉ាង100សំណួររំលឹកអាចាស់ក៏អត់អីដែរប៉ុន្តែនៅពេលដែលគៀកបាក់ដោបាគឺខ្ញុំរំលឹកសរុបហ្មងគឺខ្ញុំអត់ខាន់ថ្ងៃគ្នាខាន់សំណួរខាន់ថ្ងៃគឺអត់ទេដោយសារអីគឺនៅពេលបាក់ដោគឺខ្ញុំសល់ពេលច្រើនអញ្ចឹងគឺខ្ញុំរំលឹកសរុបហ្មងបុកចូលគ្នាក្លុកចូលគ្នាដើម្បីឲ្យគ្រូក្បាលយើង challenge ដើម្បីចងចាំទាំងអស់ហ្នឹងណាចំពោះសភៅគឺខ្ញុំប្រើតែសភៅមួយក្បាលនេះគាត់និយាយទៅគឺខ្ញុំអត់ប្រើលោកឡំពាក់ព័ន្ធពីសភៅ3សភៅគឺអត់ទេនិយាយទៅគឺខ្ញុំប្រើមួយដឹងមួយហ្មងគឺអ្នកគ្នាអាចមើលគុណភាពសភៅបានគឺអលេះលួយហ្មងចុះមានថាក្នុងមួយសភៅណាគឺខ្ញុំតែងរហូតដល់5 6ជុំនិយាយទៅគឺច្រើនជុំខ្លាំងមែនតើពួកខ្ញុំគឺខ្ញុំ prefer តែងមកសភៅមួយក្បាលហ្នឹងហ្មងពួកឯងនៅពេលដែលយើងតែងមួយក្បាលហ្នឹងច្រើនជុំច្រើនដងគឺអាពាក្យគ្រឹះហ្នឹងគឺយើងតែងចាំមាត់អញ្ចឹងនៅពេលដែលយើងប្រឡងទៅគឺវាអូតូរូហ្មងតែបើសិនជាយើងតែង2 3សភៅប្រកាសជាដឹងថាសភៅមួយជាចងក្រងរៀងខុសគ្នាអីចឹងដែរដោយសារតែខ្ញុំជ្រើសយកមកសភៅក្នុងការតែងអញ្ចឹងគឺវាធ្វើឲ្យខ្ញុំសល់ពេលច្រើនខ្លាំងមែនតើក្នុងការតែងឲ្យបានច្រើនដងអញ្ចឹងគឺខ្ញុំតែងច្រើនជុំខ្លាំងមែនតើអ្នកនេះឲ្យមើលសភៅបានអញ្ចឹងនៅពេលដែលខ្ញុំតែងច្រើនជុំទៅផលប្រយោជន៍របស់វានោះគឺធ្វើឲ្យខ្ញុំឆាប់ចាំជាពិសេសគឺផ្ដល់ទំនុកចិត្តដល់ខ្ញុំហ្នឹងយល់អូខេឥឡូវចូលដល់ផ្នែកលំហាត់វិញម្ដងថាតើខ្ញុំរៀនធ្វើលំហាត់ជីវៈយ៉ាងដូចម្ដេចជីវៈដូចជាខ្ញុំមាន tip អីត្រូវ share ធ្វើម៉េចគឺយើងត្រូវតែចេះរូបមន្តឲ្យច្បាស់ជាពិសេសគឺចាំខ្នាតមួយទៀតនិយាយទៅខ្នាតនេះគឺសំខាន់ខ្លាំងមែនតើជីវៈគឺដឹងតែមាន8ខ្នាតហ្មងអីគេមីលីម៉ែត្រទៅណាណូម៉ែត្រអីអង្ស្រង់អីគឺត្រូវតែចាំឲ្យច្បាស់នៅការគណនាខ្នាតទៅចំណុចបន្ទាប់នោះគឺស្គាល់ច្បាស់នៅលំហាត់នីមួយដូចជាលំហាត់ ADN ANM មេរៀន protein និយាយទៅគឺត្រូវធ្វើមិនច្បាស់នៅមេរៀននីមួយហើយពេលខ្លះគេអាចលេខ ADN ជាមួយនឹង ANM ជាមួយនឹង protein និយាយទៅគឺវាលាយលុកច្រឡំគ្នាអញ្ចឹងគឺត្រូវតែចេះច្បាស់មួយមួយទៀតពាក្យពោលណាអញ្ចឹងក្នុងមេរៀនជីវៈគឺត្រូវតែពោលហើយអញ្ចឹងឧទាហរណ៍មេរៀន ADN ពេលធ្វើអញ្ចឹងគេត្រូវពោលមិនគឺត្រូវតែចាំពាក្យវាពាក្យកលឹះមួយឲ្យច្បាស់លាស់ហើយជាពិសេសគឺមេរៀន protein ហ្មងគឺខ្ញុំចាំច្បាស់ protein ហ្នឹងគឺពោលសាហាវខ្លាំងមែនតើអញ្ចឹងបើសិនជាករណីក្រសួងចេញ protein នេះគឺអ្នកគ្នាត្រូវតែប្រុងប្រយ័ត្នខ្លាំងមែនតើចំពោះពាក្យពោលមុខវិជ្ជាបន្ទាប់នោះគឺប្រវត្តិហ្នឹងហើយនិយាយទៅគឺប្រវត្តិគឺខ្ញុំអាចនិយាយបានថាគឺវាអត់ខុសគ្នាប្រហែលទេពីសំណួរជីវៈនិយាយទៅគឺមុននឹងខ្ញុំតែងប្រវត្តិតែគឺខ្ញុំតែងតែមើលវីដេអូនៅ YouTube របស់ក្រសួងផលនិយាយទៅគឺខ្ញុំមើលនៅពេលដែលខ្ញុំញ៉ាំបាយក៏ខ្ញុំមើលពេលដែលខ្ញុំតែអីគឺខ្ញុំតែងតែស្ដាប់លេងចុះដើម្បីឲ្យខ្ញុំយល់ពីព្រឹត្តិការណ៍នៃសម័យកាលនីមួយបន្ទាប់ពីខ្ញុំយល់អីអស់ហើយគឺចូលមកដល់វាអន្តែងអញ្ចឹងចំពោះការអន្តែងគឺខ្ញុំអន្តែងតាំងពីដើមឆ្នាំមកប៉ុន្តែគឺខ្ញុំអាចនិយាយបានថាគឺខ្ញុំអន្តែងអត់សូវជាប់លាប់ប្រហែលទេប៉ុន្តែក៏មានមូលហេតុរបស់វាដែរអញ្ចឹងមូលហេតុដែលខ្ញុំតែងអត់សូវជាប់លាប់ក៏ដោយសារតែខ្ញុំចំណាយពេលពីការអន្តែងហ្នឹងមកការអានវិញនិយាយទៅគឺខ្ញុំអានច្រើនខ្លាំងមែនតើហើយខ្ញុំសុំបើកវងកញ្ចក់តិចនិយាយទៅគឺអ្នកគ្នាអាចទៅកលេចមើលឆ្នាំ2025បាននិយាយទៅគឺសំណួរប្រវត្តិភាគច្រើនគឺឃើញចេញសំណួរបើកច្រើនខ្លាំងមែនតើនិយាយទៅគឺខ្ញុំលើកទឹកចិត្តអ្នកគ្នាអានប្រវត្តិឲ្យបានច្រើនណាស់នៅពេលអ្នកគ្នាអានកាន់តែច្រើនទៅគឺអាគំនិតរបស់អ្នកគ្នាក៏កាន់តែច្រើនទៅតាមនឹងដែរច
cho nó bây để cái trên sườn bác ấy chung cứ nhạc hay ai từ xe từ ru ra mong nhạc khi ở pay khai o đổ xe trong bàn kê ai thử o đo tờ choi sườn ê che đo tờ lập biệp che bàn kê ai và tụ cứ ở tê vậy tới cứ chụp tua sườn bác cứ bác sẽ phim nhạc khi từ xe mà ai từ xe từ thử từ tam mà về để cái số á mỗi tiết bộ ta cứ nhung tay tàn tinh tam tàn nạ ca này bật ca này môi vậy tới cứ nhung bắt họ lột mày ca vậy tới cùng an về là o mày ca đi số cứ nhung từng tay là môn cứ ở tê vậy tới thơ mấy cứ thử tam tinh tam tàn nạ đây mày ca này môi tàn nào khi ca là nè môi đôi có họ lột mày ca nào môi cứ nhọc khi nhung đặt bật ca đôi đặt thiệu cho đôi đặt sách thường trong cứ thơ mấy cứ thử ta tinh ạ ban chọp lọp nơi bật ca này môi ô cái này có sầm khai đây vậy tới nào khi chi họ ai cả san tinh là việc tham mê hiện đang sầm khai đấy bên tay sầm khai ban chiều mê hiện thì môi cũng là việc tham từ tinh nhà xa đôi có ai cả san nè để vì trong con cứ chia sầm nổ bạn đốt cứ nhưng ở sập chơi nào thì từ tinh đang do mình tinh nghe để sao ấy cứ xuống cứ quát tranh khủng mê hiện tầng on cứ không mà mê hiện ấy cứ ai quát tranh sầm nổ môi trong từ tam khủng mê hiện trong cứ chúng cha nào khi tinh ban khủng mê hiện tầng on đậm bây giờ đông bị sạch hơn tầng mua cũng là việc ha do nhà xa cầm rong cha nông đậm bên tinh cứ tinh do món cứ ở cao tế cứ nào khi cứ mình vô bật ca sọt tạm đòn trong cứ nào khi bộ bạcក្នុងការប្រឡងខាងមែនតើនិយាយទៅចំពោះគម្រោងឯកសារបាក់ដប់នៅគ្រាន់តែជាបន្ទាប់បន្សំដើម្បីអ្នកគ្នាដឹងនៅរបៀបនៃការទៅសេក៏ដូចជាការឆ្លើយសំណួរនិយាយសារបាក់ដប់គេឆ្លើយមិនគ្រាន់តែប៉ុណ្្នឹងទេឥឡូវចូលមកដល់មុខវិជ្ជាអង់គ្លេសម្ដងនិយាយទៅគឺខ្ញុំជឿជាក់មកថាសិស្សភាគច្រើនគឺគាត់អូនរំលងទៅលើមុខវិជ្ជានេះខ្លាំងមែនតើដែលសារអីគឺវាជាបន្ទុក free ប៉ុន្តែត្រូវចាំថាបន្ទុក free ហ្នឹងក៏ជួយយកអ្នកគ្នាបាននៅនីតិដែលគ្នាចង់បានដែរចង់ធ្វើមកគឺគ្រប់មុខវិជ្ជាទាំងអស់គឺអ្នកគ្នាមិនត្រូវមើងងាយក៏ដូចជាអូនរំលងដែរនិយាយទៅគឺធ្វើមកត្រូវតែស្លាញ់វាស្មើគ្នាដែលសារតែខ្ញុំមានមូលដ្ឋានគ្រឹះចឹងទៅគឺមុខវិជ្ជាហ្នឹងគឺខ្ញុំអត់សូវ focus តាំងពីដើមឆ្នាំប្រហែលទេគឺនៅឈរមាសទី2បាទខ្ញុំចាប់ផ្ដើម focus និយាយទៅគឺខ្ញុំវឹកហាត់និយាយទៅគឺខ្ញុំស្វែងសិក្សាខ្លួនឯងនិយាយទៅគឺខ្ញុំធ្វើវិញ្ញាសាដែលខ្ញុំបានឯកសារហ្នឹងដូចជាតាម Telegram បងឆ្នាំបាក់ដប់គឺគាត់ចែកឲ្យក៏ខ្ញុំយកហ្នឹងមក print ឲ្យធ្វើនៅផ្ទះទៅនិយាយទៅគឺរៀងពិបាកដែរទោះបីជាខ្ញុំមានមូលដ្ឋានគ្រឹះមិនក៏ដោយក៏ខ្ញុំនៅតែស្វែងសិក្សាក៏ដូចជាស្វែងយកបន្ថែមក៏ដូចជារំលឹកដោយសារអីគឺគូក្បាលមនុស្សគឺអាចចង់ចាំបានមកជួបប្រទេសចឹងគឺខ្ញុំត្រូវតែរំលឹកបន្ថែមជឿទៅអង់គ្លេសនៅពេលបាក់ដប់គឺបែងចែកជាច្រើនផ្នែកខាងមែនតើអញ្ចឹងចំពោះ reading ដែលខ្ញុំធ្វើមុនគេនោះគឺគេមិនមានប្រអប់តែអញ្ចឹងគឺខ្ញុំធ្វើមិនត្រូវតែស្គាល់នៅអត្ថន័យក៏ដូចជាថ្នាក់ពាក្យរបស់វានីមួយថាវាជា noun ជា verb ជា adjective ជា adverbអីចឹងទៅពេលខ្លះ reading ក៏តាក់ទងជាមួយនឹង grammar ដែរអញ្ចឹងគឺអ្នកគ្នាធ្វើឲ្យព្យាយាមរៀន vocab យល់ពី part of speech នៃ vocab នីមួយកាន់តែច្រើនគឺកាន់តែល្អបន្ទាប់ពីខ្ញុំស្វែងយល់នៅអត្ថន័យពាក្យនៃប្រអប់ដែលគេឲ្យនឹងហើយគឺចាប់ផ្ដើមមកដល់ reading គឺខ្ញុំធ្វើការ scan និយាយទៅគឺការ scan ឲ្យលឿនហ្មងគឺអានហើយបានមកគឺខ្ញុំយកពាក្យដែលគេឲ្យនៅក្នុងប្រអប់ហ្នឹងទៅសាកអំពេញនៅក្នុងចន្លោះនីមួយនិយាយទៅគឺព្យាយាមមិនអា first try ហ្នឹងគឺធ្វើឲ្យគឺកាន់តែត្រូវគឺកាន់តែល្អនិយាយទៅគឺអាការដាក់លើកដំបូងហ្នឹងគឺខ្ញុំអាចជឿថាមកវាមិនអាច 100% ត្រូវហើយគឺវាតែងតែមានខុសឬក៏វាអត់សមស្រប2 3ពាក្យអីចឹងអាការអានលើកទី2ហ្នឹងគឺធ្វើឲ្យព្យាយាម edit ក៏ដូចជាកែប្រែវាស្កែប្រែសម្រួលវាឲ្យត្រូវវិញណាហើយបើករណីអាកន្លែងពេញចន្លោះហ្នឹងគឺខ្ញុំអត់ចេះគឺខ្ញុំតែងតែប្រើ guessing skill របស់ខ្ញុំហ្នឹងនិយាយទៅគឺខ្ញុំចេះតែដាក់ទៅពីទេបើករណីគឺខ្ញុំអត់ចេះអីចឹងបន្ទាប់មកនៅពេលដែលខ្ញុំដាក់ហើយបើសិនជាមើលទៅគឺវាភ្លាវអញ្ចឹងគឺខ្ញុំ edit បន្ថែមរហូតទៅដល់ត្រូវបន្ទាប់គឺចូលដល់វគ្គ grammar ដែលជាវគ្គស្មុគស្មាញហើយសិស្សភាគច្រើនគឺstress ខាងមែនតើប៉ុន្តែទោះជាយ៉ាងម៉េចក៏ដោយចំពោះ grammar គឺក្រសួងគាត់អត់ដែលចោលចេញជាមួយនឹងការ3ធំណាដូចជា present past future ហើយ3ធំក៏មានតូចដូច present simple present continuous present perfect past simple past perfect ឯហ្នឹងគឺអ្នកត្រូវតែចាំនៅរូបមន្តរបស់វា form របស់វានីមួយមិនថា positive negative question ទេត្រូវតែចាំទាំងអស់ជាពិសេសត្រូវតែចាំរបៀបប្រើរបស់វាថាការហ្នឹងគឺប្រើនៅពេលណាអាហ្នឹងគឺប្រើនៅពេលណាដូច present simple អញ្ចឹងគឺប្រើនៅពេលណាចឹងត្រូវតែចាំរបៀបប្រើរបស់វាឲ្យបានច្បាស់លាស់ចំពោះ grammar ដែលល្បីដូចដែលខ្ញុំនិយាយចឹងគឺ tense មិនហ្នឹងអាការមិនហ្នឹងដែលខ្ញុំនិយាយហ្នឹងហើយដូចជា passive voice ទៅ passive voice ហ្នឹងក៏ចេញល្បីដែរនិយាយទៅចេញយកខាងមែនតើចឹងអ្នកគ្នាត្រូវតែចាំ form អានេះគឺបើសិនជាអ្នកគ្នាចា tense ហ្នឹងហើយគឺអ្នកគ្នាអាចបែក passive voice បានហើយក៏ដូចជា conditional គឺមាន zero first second third conditional អ្នកគ្នាត្រូវតែ just ស្ទាត់នៅ form របស់វាទាំងអស់និយាយទៅគឺ grammar អ្នកគ្នាត្រូវតែចាំនៅ form របស់វាបើអ្នកគ្នាអាចធ្វើ grammar រួចហើយមួយទៀតក៏មាន question tag មានអីផ្សេងគួបផ្សំអីប៉ុណ្ណឹងទៅចំពោះការរៀនក៏ដូចជាការធ្វើលំហាត់ vocab គឺខ្ញុំរៀនខុសពីគេទីកានិយាយទៅគឺមកយក vocab ដែលគេឲ្យហ្នឹងយកបកប្រែជាភាសាខ្មែរហើយបានទៅពេញចន្លោះនៅក្នុង sentence ដែលគេឲ្យហ្នឹងគឺអត់ទេអាហ្នឹងគឺហានិភ័យខ្លាំងមែនតើព្រោះអ្នកគ្នាដឹងហើយថាភាសាអង់គ្លេសពាក្យមួយគឺអាចបកប្រែបានច្រើនខ្លាំងមែនតើឧទាហរណ៍ថាពាក្យបុកបើសិនជាអ្នកគ្នាយកទៅ Google Translate ប្រកាសជាបុកនឹងសភៅប៉ុន្តែបុកនឹងក៏មានអត្ថន័យមួយទៀតដែរគឺជាកក់ verb គឺជាកិរិយាសព្ទមានកក់អញ្
chứ bữa sinh nhạc kia đang ăn tần này bỏ vía ai can tà si chủng rỡ cứ nhạc kia đang thà bụng nó cứ sụp hờ bên tai nhạc kia đang thà bụng nó cứ cọiสำหรับมาไว้หนักเนี่ยจังบอกับบอแต่นั่นคือใส่ตัวเลยหนักเนี่ยมันแต่เธอไม่ช่วยให้กะบอหนักเนี่ยก็เธอแทะเปียได้บุไอ้คืออังเลยคือวิแตะโตในแกรมเมอร์ไอ้กระไรก็แตะโตในแกรมเมอร์ได้จังหนักเนี่ยเธอแต่บอไม่เอาวิซีจุ่มมวยหนังแทะเปียบอกวิចូលមកដល់ writing ចូលមកដល់ writing ចឹងចំពោះអ្នកដែលអត់ចេះសរសេរ writing សោះតែម្ដងគឺខ្ញុំលើកទឹកចិត្តអ្នកគ្នាធ្វើមិនទៅសេឲ្យទៅបានទៅគឺវាហេងលោកបានបន្ទុកអីចឹងដែរពួកអីគឺអាមកបន្ទុកពីរបន្ទុកហ្នឹងគឺសំខាន់ខ្លាំងមែនតើចូលមកដល់ការវឹកហាត់សរសេរ writing វិញម្ដងគឺខ្ញុំអនុវត្តតាំងពីនៅតែរហូតមកបាក់ដូរបើនិយាយទៅគឺការសរសេររបស់ខ្ញុំគឺ simple ខ្លាំងមែនតើនិយាយទៅសូម្បីតែថ្នាក់មកទៅក៏គាត់អាចបានណានិយាយទៅគឺពុំបាច់សរសេរ grammar ឬក៏ពាក្យណាដែលពិបាកដូចជា I all TOEFL គឺពិបាច់ទេនិយាយទៅគឺធ្វើមិនទៅសេ simple អូមួយទៀតណាអង់គ្លេសមិនមែនវាស់ប្រវែងទំព័រដើម្បីដាក់បន្ទុកទេតែអ្នកគ្នាទៅសេកាន់តែច្រើនណាគឺអ្នកគ្នាអាចបាត់បន្ទុកទៀតហើយគឺខ្ញុំអាចនិយាយចឹងដើម្បីជាការល្អគឺអ្នកគ្នាទៅសេវាល្មមបានហើយចំពោះខ្ញុំមិនថានៅពេលដែលខ្ញុំធ្វើនៅផ្ទះឬក៏នៅពេលប្រឡងហើយគឺខ្ញុំទៅសេតាធំតាមមកទំព័រកន្លះហើយគឺអត់ច្រើនហើយក៏អត់តិចពេកដែរនិយាយទៅគឺมันល្មមក្នុងការអានហើយមានអត្ថន័យគ្រប់គ្រាន់ហ្មងចំពោះ essay writing បើសិនជាអ្នកទៅសេត្រូវតាម structure របស់វាមាន introduction មាន body មាន conclusion មានស្ក្តីផ្ដើមទូស្ក្តីបញ្ចប់ទៅសេមកអែមឲ្យគេអាចផ្លឹងគឺអ្នកគ្នាបានបន្ទុកពេញហ្មងចង់សរុបមកវិញដើម្បីអ្នកគ្នាទទួលបានបន្ទុកល្អក្នុងការទៅសេ essay writing ធ្វើម៉េចទៅសេពាក្យស្រួល grammar ស្រួលបានហើយជាពិសេសគុំទៅសេវែងពេកក៏ដូចជាទៅសេឲ្យត្រូវតាមទម្រង់នៃ essay របស់វាមានផ្ដើមមានតួមានបញ្ចប់ចឹងទៅមកជាបន្ទាប់នោះគឺជាគីមីវិទ្យាហ្នឹងហើយនិយាយទៅគឺដើម្បីចេះគីមីបានអ្នកគេត្រូវតែស្គាល់មូលដ្ឋានគ្រឹះសិនអញ្ចឹងអ្នកគេត្រូវតែចេះចាំស្ទាត់នៅរូបមន្តក៏ដូចជាស្គាល់នៅនិមិត្តសញ្ញាក៏ដូចជាវ៉ាឡង់នៃធាតុគីមីនីមួយជាពិសេសត្រូវតែចេះថ្លងសម័យកាលដូចជាមជ្ឈដ្ឋានអាស៊ីតមជ្ឈដ្ឋានបាគីតសេមិនអីចឹងទៅហើយសំខាន់ណាស់បាក់ដូបាគឺអាសាជាងអាសម័យកាល3សន្តាននៅខាងមែនតើអញ្ចឹងអ្នកគេត្រូវតែស្ទាត់នៅអាធាតុណាដែលលាយធាតុណាដែលមិនលាយនិយាយទៅគឺខ្ញុំតែងតែទិញតាមតារាងហ្នឹងហើយចំពោះអត្រាងមួយទៀតណាគឺខ្ញុំទិញអត់សូវ work ខ្ញុំប្រហែលនេះគឺពិបាកចាំខាងមែនតើគឺខ្ញុំ prefer អាទី1នេះជាងនិយាយទៅអាពួកអាលេងណាអ្នកគ្នាទៅធ្វើលំហាត់យូរគឺអ្នកគ្នាចាំតែឯងដោយមិនបាច់ប្រើតារាងទេជឿខ្ញុំគឺអ្នកគ្នាអនុវត្តរាល់ថ្ងៃគឺអ្នកគ្នាចាំឯងហើយដូចជាមេរៀនលបឿនក៏ដូចជាមេរៀនពេហើយហ្នឹងគឺមានរូបមន្តច្រើនដែរចឹងអ្នកគ្នាត្រូវតែទិញចាំហើយក៏ចេះស្ទាត់ធ្វើលំហាត់នៃមេរៀននីមួយផងដែរអ្នកគ្នាគិតថាចេះតែប៉ុណ្្នឹងគ្រប់គ្រាន់ហើយថាគឺអត់ទេនៅគីមីសរីរាង្គមួយទៀតដែលបាក់ដូគឺចេញរាល់ឆ្នាំតែម្ដងអាមានអេស្តេអាកអាស៊ីតខ្លាញ់អីគឺចេញរាល់ឆ្នាំប៉ុន្តែមិនដឹងថាចេញមួយណាពិតប្រាកដចឹងហើយគឺតម្រូវអ្នកគ្នាត្រូវតែចេះគ្រប់មេរៀនទាំងអស់នៃគីមីសរីរាង្គចំពោះគីមីសរីរាង្គអ្នកគ្នាត្រូវតែចេះទៅសេនៅរូបមន្តក៏ដូចជាចេះហៅឈ្មោះស្គាល់នៅបង្គំនីតិក៏ដូចជាស្គាល់នៅចំណែកថ្នាក់របស់វានីមួយថាអូអាថ្នាក់ទី1នឹងទៅសេមិនហៅឈ្មោះមិនមានរូបមន្តមិនថ្នាក់ទី2មិនចឹងអ្នកគ្នាត្រូវតែចេះច្បាស់ទាំងអស់ក្លុកក្លៀតណាក៏ត្រូវតែចេះដែរចំពោះគីមីសរីរាង្គនេះមួយវិញទៀតដែរចំពោះគីមីសរីរាង្គគឺហាមរៀនហក់លោតអក្សរដរ៉ាបណាអ្នកគ្នាអត់ទាន់រៀនមេរៀននឹងចប់ហើយរបៀបថាអ្នកគ្នាអត់ទាន់រៀនស្ទាត់ក៏ដូចរៀនចប់នៅមេរៀនហ្នឹងប៉ុន្តែអ្នកគ្នាទៅហក់លោតទៅរៀនមេរៀនផ្សេងតិចគឺអ្នកគ្នានឹងវល់ជាងនឹងខានឯពួកអីគឺមេរៀនសរីរាង្គមិនមែនមានតែមួយណាវាមានច្រើនខ្លាំងមែនតើប្រភេទខុសគ្នារូបមន្តខុសគ្នាអញ្ចឹងទៅអ្នកគ្នាត្រូវតែ make sure ថាអ្នកគ្នាចេះអាហ្នឹងហើយចាំចូលអាបន្ទាប់ទៀតចំពោះការរៀនគីមីរបស់ខ្ញុំគឺខ្ញុំតែងតែទៅរៀនរាល់ថ្ងៃទៅគឺខ្ញុំទៅឲ្យជាប់ហ្មងហើយចំពោះលំហាត់ដែលគ្រូដាក់ឲ្យហ្មងគឺខ្ញុំតែងតែធ្វើមុនអីចឹងហើយបើសិនជាខ្ញុំទៅណែហើយចំពោះកិច្ចការក៏ខ្ញុំធ្វើអស់ដែរទៅគឺអនុវត្តកាន់តែច្រើនកាន់តែល្អពួកអីវិទ្យាសាស្ត្រគីមីគឺមិនស្រួលដូចអ្នកគ្នាក៏តែចំពោះរាល់ឆ្នាំគឺតែងតែមានសិស្សល្អហើយក៏ដូចជាមានសិស្សផ្លាស់ស្នាជាពិសេសគឺខ្ញុំដែរគឺខ្ញុំផ្លាត់ទៅគឺមានអាលំហាត់មួយដែលខ្ញុំងឹតឆឹងហ្មងគឺខ្ញុំអត់ដែរជួបហើយសំបីតាគេសួរមកគេចង់បានអីក៏ខ្ញុំអត់ដឹងទេទៅចំពោះលំហាត់ហ្នឹងគឺខ្ញុំអត់ចេះធ្វើហ្មងចឹងគឺខ្ញុំបានសេក៏ដោយសារមូលហេតុនឹងដែរនិយាយទៅគឺខ្ញុំលើកទឹកចិត្តអ្នកគ្នាទៅរៀនឲ្យបានជាប់លាប់ខ្លាំងមែនតើពួកអីខ្លាចករណីគ្រូកាយចង់លំហាត់ថ្មីនៅពេលអ្នកគ្នាឈប់អីចឹងគឺវាអាចប៉ះពាល់ទៅដល់ពេលប្រឡងបាក់ដប់ហេងឡូគេចេញអាវិញ្ញាសាដែលស្ទៀងណាគ្រូអ្នកគ្នាកាយអញ្ចឹងគឺធ្វើមិនទៅរៀនឲ្យជាប់លាប់ចឹងខ្ញុំសង្ឃឹមថាបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបដែលខ្ញុំធ្លាប់ខុសហ្នឹងគឺអាចជួយដល់អ្នកគ្នាក្នុងការទទួលយកនីតិល្អនៅក្នុងពេលបាក់ដប់ខាងមុខនេះជាចុងក្រោយគឺខ្ញុំមានពាក្យអីប្រែប្រាំងក្រៅពីខំផងរៀនក៏ដូចជាមើលថែសុខភាពផ្លូវចិត្តឲ្យបានល្អផងកុំភ្លេចដេកឲ្យគ្រប់គ្រាន់ក៏ដូចជាញ៉ាំឲ្យគ្រប់ផងពួកអីតែអ្នកគ្នាអត់មើលថែសុខភាពខ្លួនឯងក៏តែខំផងរៀន stress ចឹងអ្នកគ្នាទៅប្រឡងក៏អាគុណភាពក៏ដូចជាការប្រឡងអ្នកគ្នាក៏អន់ថយទៅតាមនឹងដែរចឹងធ្វើម៉េចអាពីរហ្នឹងត្រូវតែតឹមគ្នាស៊ឺ